មានEmirates Boeing 777 EK 348គឺជាប្រវត្តិច្រើនមែនទែនការជួយមកយកខាងមនុស្សកក់កុញបាទយើងឃើញថាទោះបីប្រជាពលរដ្ឋមានការហាម5ហើយមើលតែពួកគាត់អញ្ចឹងគេថាគាត់ស្រឡាញ់ហើយអញ្ចឹងមិនអាចខត់ទឹកចិត្តជាពលរដ្ឋបានទេហើយការចោះចោលរបស់អាកាសចរមួយហ្នឹងគឺល្អមែនតើបាទហើយនេះគឺទឹកចិត្តស្រឡាញ់មិនថាជាតិសាសន៍កម្ពុជាជាតិសាសន៍កូរ៉េឬក៏ចិនផងបាទ EK 348ដែលជួយ international កំពុងតែបើកខ្លួនសញ្ញាសម្រាប់នៅក្នុងមកហើយបាទយើងភាពកង់ពីនិងជាប្រភេទដែលកាតា EK 348បាទតែអ្វីអូធំណាស់បាទពេញប្លង់ហើយបាទនេះមិនកតានេះគេហើយគេOne World បាទបានណាខ្ញុំบอก One World បាទផ្សាយបាទនេះគឺ One World កាតាបាទជាប្រភេទថ្មីមួយទៀតបាទទើបតែឃើញលើកទី1ថ្ងៃនេះបាទចុះហើយបាទរហស្សនាមវ៉ែនតាខ្មៅមែនបាទទី350បាទធំណាស់ធំមែនតែនបាទធំមែនតែនយ៉ាងដែរវាមិនជានេះប្រហែលទេស្លាប់វាគឺក្រាស់បាទឥឡូវយើងមើលកម្លាំងសង្កត់តួបាទគិតក្នុងខ្នងហុយផ្សែងបាទអូខ្លាំងសំខាន់សំថឹកពេញមេឃតែម្ដងបាទនេះគឺជា Malaysia Airlines កំពុងតែចុះហើយបាទឃើញថានេះខុសលឿនណាស់ចង់លឿនមែនទែនបាទ landing វានេះអូផ្សាយហើយបាទចុះចាប់ប្រាំងមកហើយផ្សាយ
សិង្ហបុរីបាទ EK 348បាទចឹងដូចថាស្លាប់វាគឺអត់ត្រង់នេះគឺកោងបាទចំពោះពេលមួយ7សិង្ហបុរីបាទនេះមកពីសិង្ហបុរីប្រភេទEmirates Airways គឺប្រភេទ EK 348បាទអូពេលនេះសាណាបាទ sorry មួយបាទមួយកង់វាបាទអត់ស្មើពិតជាសានណាស់បាទយើងមើលកង់វាក៏គិតជាមួយនឹង runway បង្កើតជាផ្សែងបាទបើយើងនៅពីក្រោយគឺឆ្ងៀមតែម្ដងបាទផ្សែងខ្លាំងល្អណាស់បីតង់បាទបីបន្តង់ទៅអត់ព្រាមអរ1 2 3ប្រុចនោះឡើងមកវិញដែរនោះឡើងទៅបាទអានេះមកវិញដែរ